នេះជា smartphone សម្រាប់ថវិកាតែក៏មើលការ design របស់គេឡើងអែមហ្មងគឺដូចទូរស័ព្ទដែលមានតម្លៃថ្លៃៗចឹងកាមេរ៉ាក៏អែមការ design ក្នុងក្រោយក៏អែមស្បែកហើយកាន់ទៅធ្វើឲ្យយើងមានអារម្មណ៍ថ្លៃថ្នូរមានទំនុកចិត្តចុះចំណោមជាមួយអ្នកដទៃអេក្រង់គេក៏ធំ 6.52 អ៊ីងហើយកម្រាស់គេមិនស្ដើងពេកមិនក្រាស់ពេកល្មមក្នុងការយើងដាក់ចូលអាប៉ៅហើយកម្រិតបង្ហាញគេគឺ Full HD ស័ក្តិសមជាមួយនឹងយើងមើលរឿងមើលវីដេអូល្អមែនតើហើយនេះគឺ Alcatel C5 ហើយដោយរាល់ដងយើងឃើញទូរស័ព្ទមួយគេចាប់យើងនៅក្នុងប្រអប់មាន full box set មួយឈុតមានឆ្នាំងសាកខ្សែសាកសភៅណៃមកអញ្ចឹងទៅនិយាយទៅគឺកាមេរ៉ាគេច្បាស់ល្អកាមេរ៉ាខាងក្រោយ13 megapixel កាមេរ៉ាមុខ5 megapixel ហើយវាអាចថតវីដេអូបានក្នុងកម្រិត18 Full HD ហើយកាមេរ៉ាមុខវិញយើងអាចធ្វើវីដេអូ call ថត selfie ថតអីបាននិយាយទៅគឺផ្ដល់ឲ្យយើងមកពេញចិត្តមិនឲ្យយើងពិបាករកទិញក្រៅទេហើយ RAM គេក៏ធំថ្មគេក៏ធំ memory ផ្ទុកឯកសារក៏បានច្រើនដែរអញ្ចឹងហើយពេញចិត្តយើងតែម្ដងហើយបើសិនជាលោកអ្នកមានចំណាប់អារម្មណ៍សូមទំនាក់ទំនងទៅកាន់សាខា Cambodia ឬក៏ទៅតេស្តដល់ទីតាំងក៏បានដែរហើយ smartphone នេះគឺមានតម្លៃត្រឹមតែ$109ប៉ុណ្ណោះអញ្ចឹងបើសិនជាកំពុងតែស្វែងរក smartphone សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃហើយមានតម្លៃសមរម្យសូមជ្រើសរើស Alcatel C5 នេះទៅហើយពណ៌គេក៏ស្រស់ល្អមើលទៅពេញចិត្តយើងហើយថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា